ជាបងប្អូនស្ត្រីមានបញ្ហាស្រត់ស្បូនបងប្អូននឹងមានរោគសញ្ញាទាំងអស់នេះតែតើជាមួយនឹងជំងឺស្រត់ស្បូននេះឥឡូវមិនថាអ្នកមានគ្រួសារឬក៏អ្នកនៅលីវទេគឺកើតមានជំងឺស្រត់ស្បូននេះច្រើនអ្នកខ្លាំងមែនទែនហើយជាពិសេសអ្នកនៅលីវរងថ្ងៃក៏មានបញ្ហាស្រត់ស្បូនដែរតែតើជាមួយនឹងជំងឺស្រត់ស្បូនណាបើក្នុងករណីដែលគាត់ធ្វើការងារធ្ងន់លើករបស់ធ្ងន់ពេកឬក៏ហាត់ប្រាណជ្រុលហាត់ប្រាណលើកពីកម្លាំងរបស់មនុស្សស្រីគឺគាត់ងាយមានបញ្ហាស្រត់ស្បូនដល់ដឹងខ្លួនហើយតើតើជាមួយនឹងស្រត់ស្បូននេះបងប្អូនអាចសង្កេតមើលតើតើជាមួយរោគសញ្ញាទាំងអស់នេះបានរោគសញ្ញាទី1គឺនឹងមានលឺសម្លេងខ្យល់សម្លេងផំចេញពីបរិវេណទ្វារមាសជាទូទៅសម្លេងផំនឹងគឺចេញពីរុនគូតប៉ុន្តែក្នុងករណីដែលយើងមានលឺសម្លេងខ្យល់សម្លេងផំដូចលន់ដូចអីចេញពីកន្លែងទ្វារមាសរបស់យើងនឹងគឺជារោគសញ្ញានៃបញ្ហាស្រត់ស្បូននេះទី2គឺមានអារម្មណ៍ថាឈឺចុកចាប់អន្លង់ពេលដែលយើងរួមភេទដោយសារតែអន្លង់ពេលហ្នឹងគឺស្បូនរបស់យើងមានការស្រត់ចុះមកខាងក្រៅអញ្ចឹងដល់ពេលដែលយើងរួមភេទទៅវាប៉ះជាមួយនឹងមាត់ស្បូនវាប៉ះជាមួយនឹងដុំស្បូនមាត់ស្បូនរបស់យើងហ្នឹងវាធ្វើឲ្យមានការកក្រឹកក៏ដល់ពេលដែលយើងនៅជាមួយគ្នាទៅមានអារម្មណ៍ថាទល់នឹងកន្លែងមាត់ស្បូនរបស់យើងទី3គឺមានអារម្មណ៍ថាឈឺចុករយផ្នែកអង្គាគឈឺចុករយចង្កេះជាដើមហើយឧស្សាហ៍ក្នុងការនោមញឹកនោមអត់អស់សូម្បីតែយើងស្រែកសូម្បីតែយើងកណ្ដាស់សូម្បីតែយើងសើចក៏មានអារម្មណ៍ថាលេចនោមចេញមកខាងក្រៅដែរទី4គឺមានអាការៈថាធ្ងន់នៅផ្នែកខាងក្រោមថ្ងាសដូចជាមានអ្វីចង់លួនចង់លៀនចេញមកខាងក្រៅអញ្ចឹងសូម្បីតែយើងដើរសូម្បីតែយើងអង្គុយធ្វើចលនាអីផ្សេងមានអារម្មណ៍ថាវាទល់ណែននៅកន្លែងបរិវេណទ្វារមាសរបស់យើងតែម្ដងហើយបើក្នុងករណីដែលបងប្អូនបានព្យាបាលបានរកដំណោះស្រាយបានត្រឹមត្រូវទេចំពោះជំងឺស្រត់ស្បូននេះបងប្អូននឹងជួបជាមួយនឹងបញ្ហាស្រត់ស្បូនចេញមកខាងក្រៅហើយបើក្នុងករណីដែលស្បូនរបស់យើងចេញមកខាងក្រៅគឺមានពីរវិធីក្នុងការដោះស្រាយទី1គឺចង់ស្បូនរបស់បងឡើងទៅវិញទី2គឺប្រើវិធីក្នុងការវាកាត់ស្បូនរបស់បងចេញតែម្ដងអញ្ចឹងបើក្នុងករណីដែលបងប្អូនកំពុងតែមានជារោគសញ្ញាទៅជាមួយនឹងបញ្ហាស្រត់ស្បូនបងប្អូនអាចលេបថ្នាំជំនួយទៅលើសុខភាពស្បូនរបស់យើងឲ្យរឹងមាំល្អអញ្ចឹងបើសិនជាបងប្អូនចង់បានដំណោះស្រាយបងប្អូនអាចធ្វើការទំនាក់ទំនងតាម Telegram របស់ខ្ញុំផ្ទាល់